Ok ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវិធីសាស្ត្រមួយទាក់ទងនឹងការកំណត់នៅម៉ោងឲ្យ TikTok វាផុសដោយខ្លួនឯងអ្នកទាំងអស់គ្នាគឺយើងអត់នឿយផុសថាទីហោចថាយើងត្រូវការផុសម៉ោង7យើងអាចកំណត់ឲ្យហើយគឺងាយស្រួលអ្នកគ្នាសម្រាប់វិធីសាស្ត្រហ្នឹងអញ្ចឹងដើម្បីធ្វើបានអ្នកគ្នាត្រូវការចូលទៅកាន់ Play Store អ្នកគ្នាតោះមកអ្នកគ្នាសើចពាក្យថា TikTok Studio អ្នកគ្នានេះអ្នកគ្នា search ពាក្យ TikTok Studio ហ្នឹងមកហើយអ្នកគ្នាធ្វើការ click download មកអ្នកគ្នា click download TikTok Studio មកអូខេអ្នកគ្នាឥឡូវវាបាន install ជោគជ័យហើយចឹងហើយអ្នកគ្នាធ្វើការចុចពាក្យថា open មកអ្នកគ្នាពេលចូលដំបូងអ្នកគ្នាធ្វើការ connect វាជាមួយនឹង account TikTok ដែលអ្នកនរគ្នាចង់ផុសឥឡូវខ្ញុំឧទាហរណ៍ account នេះមួយអូខេអ្នកគ្នាឥឡូវនេះគឺ account TikTok របស់ខ្ញុំបាន log in ហើយអ្នកគ្នាអូខេពេលអ្នកគ្នា log in account ហើយអ្នកគ្នាអាចចូលមើលបាននេះកន្លែងដែលយើងធ្លាប់វីដេអូដែលយើងធ្លាប់ផុសកន្លែងនេះហើយគឺជាកន្លែងនេះអ្នកគ្នាចុចពាក្យថា create ហើយអ្នកគ្នាធ្វើការ upload វីដេអូមកអ្នកគ្នាយក low all តមកទៀតឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំផុសគេខ្ញុំផុសគេមួយចោះឧទាហរណ៍នេះខ្ញុំចុច next តមកទៀតអ្នកគ្នាអាចធ្វើការចុចអ្នកគ្នាចង់កែអ្នកគ្នាគឺយល់ទម្រង់វាដូចតែ TikTok ធម្មតាទេអ្នកគ្នាគ្រាន់ថាយើងអាចកំណត់ដែលគេយើងអាចកំណត់ពេលវេលាដែល schedule ដែលយើងអាចផុសបាននេះគឺយើងអាចកែបានដូចតា TikTok ធម្មតាដែរអ្នកគ្នាតែគ្រាន់ថានៅក្នុងនេះវាមាន function ច្រើនឥឡូវទីថាខ្ញុំអត់កែតម្រូវអីទេគឺខ្ញុំផុសយកតែម្ដងអញ្ចឹងខ្ញុំចុច next តទៅពេលអ្នកគ្នានឹងឃើញពាក្យថា schedule ផុសនេះអ្នកគ្នា schedule ផុសដល់ខ្ញុំទៅបង្ហាញនៅ TikTok ធម្មតាកុំឲ្យថាខ្ញុំកុហកអ្នកគ្នាអញ្ចឹងណាឥឡូវណាមកតោះមកចុចសញ្ញាបូកហើយអ្នកគ្នាធ្វើការចុច add video មួយមកខ្ញុំរើសវីដេអូនឹងដែរខ្ញុំចុច next តទៅទៀតខ្ញុំចុចកន្លែងនេះមកហើយខ្ញុំអត់មានកែអីទេខ្ញុំចុច next ទៀតអ្នកគ្នានឹងឃើញfunction វាគឺអត់មានទេនេះអ្នកគ្នាខ្ញុំចុច show more option ហើយអ្នកគ្នាមើលគឺអត់មានពាក្យថា schedule ទេតែទម្រង់វាគឺតែមួយទេអ្នកគ្នា app ហ្នឹងរបស់ក្រុមហ៊ុន TikTok តែមួយទេអត់មានបញ្ហាទេអ្នកគ្នាគាត់ថា app នេះវាសម្បូរ function ជាងអ្នកគ្នាឃើញមានពាក្យ schedule ផុសនេះអ្នកគ្នាចឹងហើយអ្នកគ្នាកំណត់មកនេះអ្នកគ្នាចង់ផុសថ្ងៃទីម៉ានដាក់ថ្ងៃទីប៉ុណ្ណឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំផុសថ្ងៃនេះឥឡូវហ្នឹងវាម៉ោង7:12អ្នកគ្នាអញ្ចឹងនេះគឺម៉ោងនេះវាមានម៉ោង00ចឹងអ្នកគ្នាអាចសេរីម៉ោងបានអ្នកគ្នាចង់ផុសថ្ងៃទី25ព្រោះឥឡូវម៉ោង7:12អញ្ចឹងវាអាចចង់ឈានទៅដល់ថ្ងៃទី25ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាផុសថ្ងៃនេះគឺផុសចាប់ពីម៉ោង12ទៅអ្នកគ្នានេះម៉ោង1ក៏បានអ្នកគ្នាអាចសេរីវាឲ្យលើសមួយនាទីទៅបានវាឲ្យអញ្ចឹងហើយពេលអ្នកគ្នាសេរី schedule ហើយឧទាហរណ៍ខ្ញុំសេរីយកថ្ងៃនេះថ្ងៃទី25ហើយសេរីយកកន្លែងនេះគឺនេះទី25អ្នកគ្នាកន្លែងនេះម៉ោងកន្លែងនេះនាទីអ្នកគ្នាអាចមើលបាននេះនាទីគឺមានដល់60នេះ59ហើយវាចូល6ម៉ោងគឺមានតែ12ទេអ្នកគ្នាអូអានេះមានដល់23អ្នកគ្នា sorry អានេះវាមានដល់ម៉ោង23មានតែម៉ោង11:59អ្នកគ្នានេះ11:59អញ្ចឹងអ្នកគ្នាសេរីតាមហ្នឹងមកឥឡូវឧទាហរណ៍បើសិនជាអ្នកគ្នាចង់ផុសស្អែកម៉ោង7ឥឡូវស្អែកឥឡូវថ្ងៃនេះថ្ងៃទី24នេះអញ្ចឹងស្អែកថ្ងៃ25តើអ្នកគ្នារើសម៉ោងម៉ោង7នេះអ្នកគ្នាម៉ោង7 6:07ទៅហើយ1នាទី
7:30 នាទីអញ្ចឹងវានឹងចាប់យកម៉ោងហ្នឹងហើយបាទអ្នកគ្នាចង់ផុសម៉ោង 7 យប់គឺត្រូវតែយកម៉ោង 10ម៉ោង 7 យប់វាត្រូវនឹងម៉ោង 19 អ្នកគ្នានេះម៉ោង 19 កន្លះអញ្ចឹងមានថាម៉ោង 7 យប់ 30 នាទីហើយនេះគឺពេលយប់ពេលព្រឹកគឺលេខ 7 ធម្មតាអ្នកគ្នាកន្លែងហ្នឹងអ្នកគ្នាphảiធ្លាប់ផុសហើយអញ្ចឹងអ្នកគ្នាចុច down មកនេះគាត់តែជាការឧទាហរណ៍ទេអ្នកគ្នាអ្នកគ្នាធ្វើបានឲ្យ comment នៅខាងក្រោមវីដេអូបានអ្នកគ្នាអញ្ចឹងធ្វើទៅការ down មកអូខេឥឡូវឈានមកដល់កន្លែងនេះហើយនេះអ្នកគ្នា April ទី 25 ម៉ោង 7:30 នាទីព្រឹកចឹងហើយអ្នកគ្នាអាចដាក់ title មកខ្ញុំដាក់តេស្តចឹងហើយ add តាមនឹងមកហើយយើងចុច schedule នេះអ្នកគ្នាវាពងធ្វើការ upload អានេះវីដេអូហ្នឹងខ្ញុំផុសឲ្យម្ដងហ្នឹងហើយវាចេញចឹងអូខេអ្នកគ្នាឥឡូវគឺវា schedule នៅម៉ោងនេះអ្នកគ្នាដាក់ 7:30 នាទីព្រឹកនេះអ្នកគ្នា 7:30 នាទីព្រឹកខែ 4 ទី 25 អ្នកគ្នាអញ្ចឹងនៅពេលដល់ម៉ោងហ្នឹងគឺវានឹង post ដោយខ្លួនឯងអ្នកគ្នាអត់បាច់ចាំហត់ទេហើយអ្នកគ្នាអាចដាក់ច្រើនវីដេអូបានអ្នកគ្នាមិនមែនដាក់បានតែមួយទេកន្លែងហ្នឹងចឹងហើយនៅពេលដល់ម៉ោងហ្នឹងគឺដឹងតែវាផុសហើយអ្នកគ្នាតែសារឥឡូវហ្នឹងខ្ញុំទៅម៉ោង 11 ជាង 7:12 ទេចឹងហើយអត់អាចរងចាំវាបានទេអ្នកគ្នាចឹងហើយអ្នកគ្នាអាចតេស្តសាកមើលបានហើយបើមានចម្ងល់អីអាច comment សួរខាងក្រោមវីដេអូអ្នកគ្នាខ្ញុំមកធានាជូនអ្នកគ្នាថាធ្វើបាន 100% អ្នកគ្នាចឹងសិនជាអ្នកគ្នាពេញចិត្តនៅវីដេអូនេះសូមជួយចុច subscribe និងដាក់រូបកណ្ដឹងនិងចុច like វីដេអូម្នាក់មួយផងអ្នកគ្នាដើម្បីទទួលបានវីដេអូថ្មីពី channel ខ្ញុំបាទសូមអរគុណ